នៅក្នុងប្រវត្តិសាស្ត្ររបស់ខ្មែរយើងគឺយើងបានបាត់បង់ទឹកដីទៅប្រទេសសៀមនេះគឺច្រើនពេកក្រាយមកហើយបើយើងគិតត្រួសទៅគឺមានជាង20ខេត្តឯណោះនៅក្នុងឯកសារខ្លះបានបញ្ជាក់ថា19ខេត្តក្នុងឯកសារខ្លះទៀតថា21ខេត្តហើយក្នុងឯកសារខ្លះទៀតថា25ខេត្តដូច្នេះយើងនិយាយជារួមថាជាង20ខេត្តបងប្អូនបានដឹងហើយថាផ្ទៃដីរបស់ប្រទេសខ្មែរយើងក្នុងរាជរបស់ព្រះបាទជីវរ្ម័នទី7គឺយើងមានរហូតដល់1,200,000 គីឡូម៉ែត្រក្រឡាឯណោះគឺវាធំណាស់ប៉ុន្តែមកដល់បច្ចុប្បន្នយើងមានមិនដល់200,000 គីឡូម៉ែត្រផងហេតុអ្វីបានប្រទេសយើងបាត់បង់នេះគឺពាក់ព័ន្ធដោយសារតែជនបរទេសគេឈ្លានពានយើងម្ដងហើយម្ដងទៀតនៅពេលដែលយើងចាញ់គេគឺគេលេបយកហើយដោយសារតែគេធ្លាប់លេបយើងបានសម្រេចដូច្នេះហើយគេនៅតែរក្សាមហិច្ឆតាលេបយើងជាដដែលហើយបងប្អូនត្រូវដឹងថានៅពេលដែលយើងបាត់បង់ផ្ទៃដីគឺយើងបាត់បង់ជីវិតយើងបាត់បង់ទ្រព្យសម្បត្តិបាត់បង់ផ្ទះសម្បែងបាត់បង់អ្វីទាំងអស់ដែលមាននៅទីតាំងនោះដូច្នេះយើងត្រូវតែរក្សាការពារផ្ទៃដីដែលយើងមាននេះឲ្យបានគង់វង្សត្រូវតែតតាំងត្រូវតែប្រឆាំងជាមួយនឹងជនឈ្លានពានមិនឲ្យគេរំលោភបំពានលើទឹកដីរបស់យើងបានជាដាច់ខាត